រឿងបណ្ដាសាសត្វអនៅក្នុងភូមិដាច់ស្រយាលមួយមានបរិសម្នាក់ដែលជាព្រានព្រៃជារៀងរាល់ថ្ងៃបរិសនោះតែងតែដើរបរបាញ់សត្វជាប្រចាំអីសត្វលលោកនេះថតណាស់តើដាក់មួយក្របសិនអញអូយអ្នកណាបាញ់យើងដោយទ្រាំនឹងសេចក្តីឈឺចាប់មិនបានលលោកនោះក៏បានដាច់ខ្យល់ស្លាប់បាត់ទៅជារៀងរាល់ល្ងាចព្រានព្រៃតែងតែនាំយកសត្វទាំងអស់នោះទៅផ្ទះដើម្បីឲ្យប្រពន្ធធ្វើម្ហូបមកឯងពិសាបាយ លលោកនេះដល់ពេលយកមកស្លកកោអញ្ចឹងឆ្ងាញ់ដល់ហើយថ្ងៃស្អែកនេះខ្ញុំនឹងយកមកទៅដាក់សត្វទាំងអស់នោះម្ដងមិនចាំបាច់ដើរបរបាញ់នាំតែរយជើងទេលុះស្អែកឡើងព្រានព្រៃក៏យកមងនិងឧបករណ៍ប្រមាញ់ផ្សេងទៀតដើរសំដៅទៅក្នុងព្រៃមួយសន្ទុះក្រោយមកព្រានព្រៃក៏បានដើរទៅដល់បឹងមួយកន្លែងនេះល្អណាស់បន្តិចទៀតនឹងមានសត្វបាក់សេជាច្រើនហើរមកផឹកទឹកបឹងនេះនិយាយចំព្រាននោះក៏ចាប់ផ្ដើមរាយមងភ្លាមថ្ងៃនេះត្រឡប់ទៅផ្ទះវិញខ្ញុំប្រកាសជាបានសត្វច្រើនជាមិនខានបន្ទាប់ពីរាយមងរួចព្រាននោះក៏បានដេកសម្រាកនៅក្រោមដើមឈើធំមួយនៅក្បែរនោះបន្តិចក្រោយមកមានបក្សីជាច្រើនបានហើរមកផឹកទឹកបឹងហើយក៏បានចាប់មងរបស់ព្រាននោះព្រានព្រៃក្រឡេកឃើញបក្សីចាប់មងក៏សប្បាយចិត្តជាខ្លាំងអាយ៉ាទើបតែថ្ងៃស្មើនេះជាប់មងប៉ុណ្ណឹងហើយចោះទម្រាំដល់ល្ងាចជាប់ច្រើនប៉ុណ្ណាទៅដោយសារការធ្វើដំណើរមកឆ្ងាយនិងហត់នឿយព្រានព្រៃគិតថាចាំជាប់ច្រើនជាងនេះចាំទៅដោះសត្វទាំងនោះអើយដេកបន្តិចសិនហើយងងុយដេកខ្លាំងណាស់ចាំបន្តិចទៀតចាំទៅដោះក៏បានដែរគ្រានោះព្រានព្រៃក៏ដេកលក់បាត់ទៅជួនជាពេលនោះដែរមានសត្វអកមួយក្បាលហើរតម្រង់មកផឹកទឹកបឹងស្រាប់តែអូយជួយខ្ញុំផងដោយសេចក្តីភ័យខ្លាចសត្វអកនោះខំប្រឹងរើបំរាស់យ៉ាងខ្លាំងដែលធ្វើឲ្យមងរត់តែរមួលចាប់ខ្លួនកាន់តែខ្លាំងមិនយូរប៉ុន្មានមងរបស់ព្រាននោះក៏បានដាច់រហែកអស់បន្ទាប់ពីភ្ញាក់ពីដំណេកព្រាននោះក៏បានសម្លឹងមើលទៅមងបានឃើញសត្វអកកំពុងតែរើបំរាស់ដែលធ្វើឲ្យមងរបស់គាត់រហែកព្រានព្រៃនោះខឹងខ្លាំងណាស់យីអាអកចង្រៃនេះដាច់មងអញអស់ដោយសេចក្តីខឹងសម្បាព្រានព្រៃនោះក៏បានចាប់សត្វអកចេញពីមងរួចកាច់ស្លាបនឹងជើងរបស់អកនោះម្ដងមួយហើយទម្លាក់ចោលទៅនឹងដីរួចក៏ដើរត្រឡប់ទៅផ្ទះវិញចំណែកឯអកកំសត់បានត្រឹមតែស្រែកហៅឲ្យគេជួយទាំងក្តីឈឺចាប់វាខំប្រឹងក្រោកឈរក៏ឈរមិនរួចដើរក៏ដើរមិនកើតចង់ហើរក៏មិនរួចអូយឈឺណាស់អូយតើខ្ញុំខុសអីទៅម្ដេចក៏ព្រានចិត្តខ្មៅកាច់ស្លាបនឹងជើងរបស់ខ្ញុំទាំងគូដូច្នេះខ្ញុំនឹងដាក់បណ្ដាសាឲ្យកម្ពីដែលព្រានបានធ្វើមកលើខ្ញុំសូមធ្លាក់ទៅលើព្រានព្រៃវិញឲ្យស័ក្តិសមបំផុតដោយសេចក្តីស្រេកឃ្លាននិងឈឺចាប់និងស្ថិតក្រោមកម្ដៅថ្ងៃដ៏សែនក្ដៅអកនោះក៏បានស្លាប់ទៅនិយាយពីព្រានព្រៃវិញមិនយូរប៉ុន្មានកូនរបស់គាត់ក៏បានកើតមកប៉ុន្តែដោយសារតែបណ្ដាសាសត្វអកកូននោះកើតមកពីការដៃជើងនិងមានដងខ្លួនខ្លីខុសពីក្មេងដទៃទៀតអរកូនខ្ញុំអើយមិនដេចខ្លាញ់ទៅជាបែបនេះតើកម្មអ្វីទៅធ្លាក់មកលើកូនខ្ញុំបែបនេះមិនយូរប៉ុន្មានព្រានព្រៃក៏ធ្លាក់ខ្លួនឈឺមិនអាចដើរនិងនិយាយបានធ្វើឲ្យគាត់បាននឹកឃើញពីទង្វើដែលគាត់បានធ្វើដាក់សត្វអកកាលពីគ្រាមុនអូនេះប្រហែលជាកម្មពីរបស់ខ្ញុំហើយមិនយូរប៉ុន្មានព្រាននោះក៏បានដាច់ខ្យល់ស្លាប់បាត់ទៅ